សួស្តីអ្នកទាំងអស់គ្នានេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបលក្ខកម្មវិធីនៅក្នុងទូរស័ព្ទដៃដែលខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃ Vivo V15 អញ្ចឹងទៅមើលអ្នកទាំងអស់គ្នាមួយខ្ញុំដោយអ្នកទាំងអស់គ្នាចូលទៅកាន់ setting ហើយអ្នកទាំងអស់គ្នា scroll ទៅដល់មើលពាក្យfingerprint and password យើងចុចចូលទៅក្នុងនោះមកហើយយើង scroll មកដល់មើលពាក្យprivacy and annotation ហើយអ្នកទាំងអស់គ្នាចុចចូលទៅក្នុងនោះមកហើយកន្លែងហ្នឹងគឺជាកន្លែងដែលយើងធ្វើការ set ដាក់ password អញ្ចឹងគឺនៅនេះគឺវាមាន password ច្រើនយើងអាចដាក់ password ជាឡាយដាក់ password 4បន្ទាត់ឬក៏4ពាក្យហើយត្រង់នេះគឺជា password មិនយើងដាក់ជាអង់គ្លេសជាសញ្ញាជាលេខបានអូខេអញ្ចឹងគឺខ្ញុំដាក់ password យកតែ4 digit នេះទេ4 digit នេះគឺបានតែលេខទេអញ្ចឹងគឺខ្ញុំធ្វើការ set password អូខេហើយខ្ញុំធ្វើការ confirm password ម្ដងទៀតដើម្បីសម្រាប់ app របស់យើងអញ្ចឹងកន្លែងនេះគឺជាកន្លែងមួយដែលអ្នកនរអាចដាក់ពាក្យមួយចំនួនសម្រាប់ជួយពង្រឹង password អ្នកនរឲ្យកាន់តែមានសុវត្ថិភាពអញ្ចឹងគឺខ្ញុំដាក់ www ចុះខ្ញុំគ្រាន់តែ test ទេអ្នកនរអាចដាក់ពាក្យអីក៏បានដែរអញ្ចឹងហើយយើងចុច down មកអូខេអញ្ចឹងគឺយើងចូលមកដល់កន្លែងនេះគឺយើងអាចធ្វើការ hide app បានអញ្ចឹងដើម្បី hide app គឺអ្នកនរចុចចូលទៅក្នុងកន្លែង hide app ហ្នឹងមកហើយអ្នកនរធ្វើការ hide app ណាមួយដែលអ្នកនរចង់ hide ឥឡូវខ្ញុំសាក hide នៅលើ app APA អ្នកនរអាច hide app ទៅលើ chat ឬក៏នៅលើ Telegram ឲ្យបានអញ្ចឹងគឺយើងគ្រាន់ចុច confirm មកហើយអ្នកនរមកមើលខាងក្រោមនោះកន្លែងនេះគឺពីតាមត្បូងគឺមាន APA តែឥឡូវអត់មានទេអញ្ចឹងគឺយើងចូលទៅកន្លែងហ្នឹងវិញមកប៉ុន្តែពេលដែលយើងចូលទៅវានឹងចេញមកកន្លែងក្រៅដើម្បីយើងវាយ password ម្ដងទៀតដែរដើម្បីទៅដោះអញ្ចឹងកន្លែងហ្នឹងបើយើងអត់ចាំ password វាពិបាកតិចអញ្ចឹងគឺយើងវាយ password ចាស់យើងចូលមកហើយ password ដែលយើងទុំដាក់ហ្នឹងហើយយើងចូលមកកន្លែងដដែលនេះមកហើយធ្វើការ enable វិញមកគឺយើងអាចដោះបានហើយអូខេឥឡូវយើងមកមើលខាងក្រៅមកគឺចេញ APA មកវិញហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកទាំងគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe មួយផងហើយបើមានកន្លែងណាខុសឆ្គងក៏សូមអ្នកទាំងគ្នាអធិស្ឋានផងជម្រាបលាយើងជួបគ្នានៅវីដេអូ